ចៅថ្លឹងធំលួចកោះផ្ទះមន្ត្រីប៉ូលីសទាំងកដាយុគចាប់បាន2នាក់ជនសង្ស័យ2នាក់ត្រូវបានកម្លាំងនគរបាលប៉ោះក្មួយខកខ្លួនបន្ទាប់ពីធ្វើសកម្មភាពកោះផ្ទះមន្ត្រីប៉ូលីសលួចយកទ្រព្យសម្បត្តិមិនបានសម្រេចជនសង្ស័យត្រូវចាប់ខ្លួនរួមមានទី1ឈ្មោះគ្រឿនច័ន្ទវ័យភេទប្រុសអាយុ17ឆ្នាំជឿជាខ្មែរមករបរគ្មានស្នាក់នៅភូមិសែនសុខ5សង្កាត់ក្មួយខណ្ឌសែនសុខមានសារធាតុញៀនទី2ឈ្មោះហឹមដាវុធភេទប្រុសអាយុ24ឆ្នាំមករបរមុខជនជាតិខ្មែរមករបរគ្មានស្នាក់នៅភូមិសែនសុខ5សង្កាត់ក្មួយខណ្ឌសែនសុខមានសារធាតុញៀនតាមនគរបាលខណ្ឌសែនសុខបានឲ្យដឹងថាជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងល្បាតនៃអធិការដ្ឋានឃាត់ខ្លួននៅថ្ងៃទី10ខែឧសភាឆ្នាំ2025វេលាម៉ោង 1:30 នាទីរំលឹកអត្រាបន្ទាប់ពីធ្វើសកម្មភាពលួចកោះផ្ទះរបស់ឈ្មោះលីរ៉ាម៉ូនីភេទប្រុសអាយុ38ឆ្នាំជនជាតិខ្មែរមករបរជាមន្ត្រីនគរបាលលួចយកទ្រព្យសម្បត្តិនៅចំណុចផ្ទះគ្មានលេខផ្លូវ220ភូមិសែនសុខ6សង្កាត់ក្មួយខណ្ឌសែនសុខតាមព័ត៌មានបានឲ្យដឹងទីថាពេលលាយប់ថ្ងៃកើតហេតុនោះមន្ត្រីនគរបាលដែលជាម្ចាស់ផ្ទះបានចាក់សោផ្ទះចោលហើយជូនប្រពន្ធទៅឆ្លងទន្លេនៅមន្ទីរពេទ្យខណៈនោះស្រាប់តែជនសង្ស័យ2នាក់បានធ្វើសកម្មភាពកោះផ្ទះហើយត្រូវប្រជាប្រដ្ឋក្បែរខាងឃើញទាន់ក៏ស្រែកឆោឡោគាត់ជួនដែលពេលនោះកម្លាំងនគរបាលមូលដ្ឋានដែលជិះល្បាតក៏បានជួយអន្តរាគមន៍នាំគ្នាព័ទ្ធចាប់បាន2នាក់បច្ចុប្បន្ននេះជនសង្ស័យកំពុងតែឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនីតិវិធីច្បាប់ចោទទម្លាក់យោង2នាក់ប្តីប្រពន្ធក្នុងចំណោមគ្នា5នាក់ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យនគរបាលចោល2នាក់ប្តីប្រពន្ធជំនាញខាងទម្លាក់យោងព្រមទាំងជំនុំសញ្ញាជួញដូរគ្រឿងញៀនផងនោះត្រូវបានប្រជាពលរដ្ឋដេញតាមចាប់ខ្លួនបានក្រោយពេលដែលជនសង្ស័យទាំង2នាក់នេះរួមជាមួយនឹងបកពួកប្រុសស្រី3នាក់ទៀតធ្វើសកម្មភាពប្រើល្បិចទម្លាក់យោងយកកន្លែងដូរមាសពីកម្មការិនីរោងចក្រម្នាក់បានសម្រេចហើយព្យាយាមជិះម៉ូតូគេចខ្លួនប៉ុន្តែខណៈនោះនារីរងគ្រោះដឹងខ្លួនទាន់ក៏ស្រែកថាចោលបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋជួយដេញតាមរហូតចោលភ័យដួលម៉ូតូទើបចាប់បាន2នាក់ខាងលើនេះរួចប្រកល់ជូននគរបាលនាំទៅត្រួតពិនិត្យរកឃើញថ្នាំញៀន16កញ្ចប់ទៀតដែលហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង 11:35 នាទីព្រឹកថ្ងៃទី9ខែឧសភាឆ្នាំ2025នៅតាមផ្លូវជាតិលេខ1ភូមិព្រៃប្រឹងខេត្តជើង1សង្កាត់សោមសាទី3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញជនសង្ស័យខាងលើនោះមានឈ្មោះពូនចន្ទថាភេទស្រីអាយុ36ឆ្នាំនិងម្នាក់ទៀតឈ្មោះជាសុខាភេទប្រុសអាយុ39ឆ្នាំជនទាំងពីរនាក់ខាងលើនេះមានមុខរបរដើរទម្លាក់យោងនិងជួញដូរគ្រឿងញៀនដែលសពថ្ងៃស្នាក់នៅបន្ទប់ជួលក្នុងភូមិប៉ោះប្រមខេត្តជើងសង្កាត់កាកាទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញហើយបកពួកប្រុសស្រីចំនួន3នាក់ទៀតបានរកកិច្ចខ្លួនបាត់ហើយក្រោយពេលដែលនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមសៅ3នគរបាលបានដកហូតថ្នាំញៀនចំនួន16កញ្ចប់ម៉ូតូ1គ្រឿងម៉ាក Honda Trim C125 ពណ៌ខ្មៅស៊េរីឆ្នាំ2014ពាក់សារលេខបាត់ដំបង 1AT 1802ទូរស័ព្ទម៉ាក Realme ទូរស័ព្ទម៉ាក Oppo ចំនួន3គ្រឿងនិងកាបូបស្ពាយចំហៀងចំនួន1គ្រឿងចំនួនពណ៌ខ្មៅចំនួន1ចំណែកឯកម្មការិនីរោងចក្រពុំស្គាល់ឈ្មោះនោះឡើយព្រោះបន្ទាប់ពីទទួលបានគ្រឿងអលង្ការរួមមានខ្សែក1ខ្សែនិងចិញ្ចៀន2វង់របស់ខ្លួនមកវិញអ្នកនាងពុំបានដាក់ពាក្យបណ្ដឹងនោះទេប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថានៅវេលាកាត់ហេតុខាងលើកម្មការិនីបានចេញពីរោងចក្រទៅរកទិញអីវ៉ាន់នៅផ្សារឯកជនឯករាជ្យ2ភូមិព្រៃព្រឹងខេត្តជើង1សង្កាត់សោមសៅ3ហើយក៏បានជួបស្ត្រីជាបរិសុទ្ធជាជនសង្ស័យ2នាក់ធ្វើជាជ្រុះមាសមួយថងហើយជនរងគ្រោះក៏បានរើសយកម៉ូតូលុះបន្តិចក្រោយមកជនសង្ស័យឈ្មោះពូចន្ទថានិងឈ្មោះជាសុខនិងឈ្មោះជាសុខាតែ2នាក់ប្តីប្រពន្ធខាងលើនេះគេទៅសួរនាំជនរងគ្រោះថាមានរើបានមាសឬអត់ជនរងគ្រោះក៏បានប្រាប់ថារើបានហើយជនសង្ស័យ2នាក់នេះប្រាប់ថាពួកគេបានស្គាល់ម្ចាស់និងប្រាប់កុំឲ្យមាត់ចែកចាយគ្នារួចក៏បានលបួងដោះយកគ្រឿងអលង្ការ2នាក់2នារីរងគ្រោះតែម្ដងប្រជាពលរដ្ឋបាននិយាយបន្តទៀតថាបន្តមកទៀតក៏មានបកពួកប្រុសស្រី3នាក់ទៀតជិះម៉ូតូមួយគ្រឿងទៅដល់ដឹកស្ត្រីរងគ្រោះដោយប្រាប់ថាទៅចែកមាសគ្នាខណៈនោះជនសង្ស័យ2នាក់ប្តីប្រពន្ធដែលដោះយកគ្រឿងអលង្ការជនរងគ្រោះនោះព្យាយាមជិះគេចខ្លួនប៉ុន្តែជនរងគ្រោះដឹងខ្លួនទាន់ក៏បានប្រាប់ឲ្យជនសង្ស័យដែលឌុបអ្នកនាងនោះជួយដេញតាមប៉ុន្តែជនសង្ស័យនោះក៏បានធ្វើជាម៉ូតូអស់សាំងនិងខូចព្រមទាំងធ្វើជាចំនួនជាមួយស្ត្រីដែលជាបពុម្នាក់ទៀតទុកឱកាសឲ្យជនសង្ស័យ2នាក់ប្តីប្រពន្ធនោះរត់ប្រជាប្រភពដដែលក៏បានប្រាប់ឲ្យដឹងទេថាត្រពេលនោះមានអ្នកដំណើរជិះម៉ូតូឆ្លងកាត់ទីនោះហើយស្ត្រីរងគ្រោះក៏បានស្រែកឲ្យជួយបង្ក
ក៏បានស្រែកឲ្យជួយបង្កឲ្យមានការភ្ញាក់ផ្អើលក៏នាំគ្នាដេញតាមរហូតដល់ភូមិព្រៃត្រពាំងជ្រៃសង្កាត់កាកាសទី2ខណ្ឌពោធិ៍សែនជ័យជនសង្ស័យក៏បានប្តូរម៉ូតូទៅចាប់ខ្លួនបាន2នាក់និងដកហូតបានគ្រឿងអលង្ការមកវិញចំណែក3នាក់ទៀតគេចខ្លួនបាត់បន្ទាប់មកក៏បានប្រគល់ជនសង្ស័យទៅពីអ្នកប្តីប្រពន្ធខាងលើនេះឲ្យនគរបាលប៉ុស្តិ៍ចំសៅ3នាំទៅសាកសួរហើយនគរបាលក៏ឆាយឆេររកឃើញថ្នាំញៀនចំនួន16កញ្ចប់ថ្នាំថែមទៀតក្រោយពេលសាកសួរនគរបាលចំសៅទី3ក៏បានកសាងសំណុំរឿងចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនតែមួយករណីប៉ុណ្ណោះហើយក៏បានបញ្ជូនទៅកាន់ផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត